ជំរាបសួរបបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះមុនច័ន្ទណាន់គឺជាជាងបច្ចេកទេសនៅក្រុមហ៊ុនអង្គរការីនថ្ងៃនេះខ្ញុំធ្វើវីដេអូថ្មីមួយសម្រាប់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមប្រើប្រាស់ត្រាក់ទ័រនោះគឺការថែទាំត្រាក់ទ័រប្រចាំថ្ងៃបាទឥឡូវសូមមកទស្សនាវីដេអូខ្ញុំទាំងអស់គ្នាបាទការដែលយើងឆែកជាទូទៅឬក៏ប្រចាំថ្ងៃទី1បងប្អូនត្រូវមកឆែកមើលលើអាគុយរបស់យើងអាគុយរបស់យើងមានសញ្ញា3ទី1 Q មានន័យថាអាគុយយើងគឺមិនមានបញ្ហាទេគឺអូខេយើងមើលត្រង់ចំណុចនេះទី2ប្រសិនបើវាឡើងសនៅត្រង់ចំណុចនេះបានន័យថាអាគុយរបស់ត្រាក់ទ័រយើងនេះគឺត្រូវការបញ្ចូលបន្ថែមទី3ប្រសិនជានៅត្រង់ចំណុចនេះវាឡើងក្រហមមានន័យថាអាគុយរបស់យើងនឹងគឺខ្វះទឹកអាស៊ីតអញ្ចឹងយើងត្រូវការបន្ថែមបាទចំណុចបន្តមកទៀតយើងមកឆែកជាមួយនឹងសំបុកអេឬក៏កែវឆ្នាំងអេនេះប្រសិនបើមានធូលីអីជាប់នៅត្រង់នេះយើងមើលទៅប្រកាសជាឃើញហើយអញ្ចឹងបើសិនជាមានធូលីដីអីនៅក្នុងហ្នឹងឬក៏កំទីសម្រាប់អីពុកម៉ែបងប្អូនគ្រាន់តែដោះមូលត្រង់ចំណុចខាងលើនេះមកដោះដូចនេះតោះបងប្អូនអាចធ្វើអញ្ចេះបើសិនជាមានធូលីនៅក្នុងនេះគឺយើងអាចចាក់វាចេញឬក៏យកកណាត់មកជូតឲ្យស្អាតបន្ទាប់មកយើងក៏ធ្វើការដាក់បញ្ចូលទៅវិញបាទបន្ទាប់ពីបងប្អូនធ្វើការសម្អាតនៅឆ្នាំងអេរួចរាល់ហើយអញ្ចឹងបងប្អូនមកធ្វើការត្រួតពិនិត្យឬក៏សម្អាតនៅលើសំបុកអេនេះសំបុកអេរបស់យើងគឺមាន2ជាន់សំខាន់ទី1គឺសំបកខាងក្រៅនេះអេខាងក្រៅអញ្ចឹងអេខាងក្រៅនេះគឺយើងធ្វើការត្រួតពិនិត្យតើវាមានបាក់បែកឬក៏ធ្លុះធ្លាយអីដែរឬទេមួយទៀតបើសិនជាការសម្អាតរបស់យើងគឺយើងបាញ់ខ្យល់គឺយើងបាញ់ពីខាងក្នុងបណ្ដេញចេញទៅខាងក្រៅអញ្ចឹងធ្វើឲ្យធូលីហ្នឹងគឺវាហើរចេញក្រៅគឺវាអត់ចូលទៅក្នុងទេបើសិនជាយើងបាញ់ខាងក្រៅទៅអញ្ចឹងបានន័យថាដីវាចូលកកនៅខាងហ្នឹងវាមកជាប់ជាមួយនឹងអេកតូចខាងក្នុងនេះអញ្ចឹងដាច់ខាតគឺយើងត្រូវតែបាញ់ខ្យល់ពីខាងក្នុងដេញចេញមកខាងក្រៅហើយនេះជាយើងសម្អាតជារៀងរាល់ថ្ងៃចំណែកឯអេខាងក្នុងតូចនេះគឺយើងសម្អាតជាប្រចាំគឺជារៀងរាល់50ម៉ោងម្ដង